នេះហៅស្អាតគ្នាបាទឥឡូវយើងមកតាមដានប្លុកយើងបាទការពីទៅលេងកប៉តបាទតអស់ទេវីដេអូហ្នឹងបាទហើយសម្រាប់សម្រួលចុងក្រោយហ្នឹងគឺអស់តែវីដេអូហ្នឹងឯងព្រោះដោយសារតែខ្ញុំបាទធ្វើតែ3វីដេអូឯងប៉ុន្តែបាទឡៃតែខ្ជិលកាត់វីដេអូអ្នកនរគ្នាទៅពេលចឹងទៅបានបាទបញ្ចេញវីដេអូតអ្នកនរគ្នាមើលបាទចូលមើលឲ្យកុំភ្លេច like share មួយផងមានការវល់វែកជាខ្លាំងអ្នកនរគ្នាដេកសុកហ្នឹងដល់ម៉ោងបាយហើយឥឡូវដើរតាតស្លើតមើលមកហៅម៉ោងបាយហៅកន្លែងហូបបាយហៅអីចឹងណាព្រោះដោយសារតាដេកដល់ម៉ោងបាន12 10ធម្មតាអ្នកនេះទៅដល់លេងកន្លែងបាយសុកហ្នឹងឥឡូវស្រីដែរគេរត់កាត់ផ្លូវវាវបាទរត់បាទវាវមិញហ្នឹងអ្នកនរគ្នាពីកែបមកដល់កប៉តបាទរយៈពេល20នាទីបាទហើយខ្ញុំជាមួយប្រូលីអូបាទអ្នកនរគ្នាខ្ញុំមួយប្រូលីមិនមែនជាអីនឹងគ្នាគ្រាន់តែជាបាទហើយដំណើរនៅក្នុងការដើរលេងនេះផងដែរគឺយើងមិនមែនដើរទៅលេងមួយមុខទេគឺយើងដើរទស្សនកិច្ចបាទផ្សារកប៉តផងហើយស្ដាយត្រេននៅខាងក្រោយហ្នឹងយកមកផ្ទះរួចសោះបើយកមករួចយកមកបាត់ឯអ្នកនរគ្នាបាទលើកទី1ផងខ្ញុំឲ្យដែលខ្ញុំបានដើរផ្សារកប៉តហើយជូនប្រូលីគេទៅទិញតំណប់ជើង3នេះចាំទៀតបាទចង់កន្លះខែឥឡូវអីបាទវីដេអូផ្ញើទៅមេបើសិនជាមេបានឃើញវីដេអូហ្នឹងហើយបាទចង់នាំដើរលេងទៅខេត្តណាទៀតអាចនាំបានដំណើរជូនប្រូលីមកទិញតំណប់ជើងហ្នឹងមិនមែនមកតែម្នាក់ឯងទេគឺមកមួយក្រុមមួយធីមហ្នឹងតែម្ដងអត់តពូតកងឡានទេហើយខ្ញុំស្លាក់ស្លើតនេះដើរកដាផ្លូវបាទក្រុងកែបតែគេក្រុងកែបក្រុងកប៉តអ្នកទាំងអស់គ្នាច្រឡំដោយសារតែពេលហ្នឹងវាវល់ខ្លាំងពេកបាទកែបកប៉តឡើងពីរបីជើងជុំគ្នាអញ្ចឹងណាបងប្អូនទាំងអស់គ្នាប្លុកនេះរៀងវល់តិចព្រោះដោយសារតែខ្ញុំបើកភ្នែករួចទេអ្នកនរគ្នាមានមួយដេកខ្លាំងអញ្ចឹងខ្ញុំមកតាមគេតាមឯងអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាកុំភ្លេចជួយ like ជួយ share ខ្ញុំម្នាក់មួយពីរផងជួយ like ជួយ share បងដាក់ពុំរងអានេះបងអូនខ្ញុំនេះតែវាច្រកស្កាយជាងខ្ញុំទៀតមួយហ្នឹងដើរថ្ងៃហ្នឹងគឺរកកន្លែងដេកអត់បានទេព្រោះដោយសារតែយើងកក់កន្លែងដេកគេតាមមួយយប់ហើយអ្នកទាំងអស់គ្នាដល់ពេលម្ល៉េះហើយចង់នៅមួយយប់ទៀតបាទរកកន្លែងដេកអត់ឃើញដំបងថាមកដេកនៅកប៉តប៉ុន្តែនៅកប៉តគឺ full គ្រប់កន្លែងតែម្ដងហើយមេស្រីរបស់ខ្ញុំគឺចែងចាំងតែម្ដងអ្នកនរគ្នាបាទឆោចិត្តគាត់ហើយទាំង3វីដេអូដែលដើរលេងបាទកែបកប៉តនេះបាទគឺឧបត្ថម្ភដោយមេរបស់ខ្ញុំចង់សគឺលាបលេអេនីយ៉ាចង់ស្គមចង់ស្រក់ខ្លាញ់កុំភ្លេចជាមួយនឹងលេថប់បាទអ្នកនរគ្នាបាទលាបកន្លែងណាដុតជាតិខ្លាញ់កន្លែងហ្នឹងហើយម្នាក់ខាងក្រៅហ្នឹងគឺជាមិត្តទូរទស្សន៍របស់ខ្ញុំអត់តពណ៌ខ្មៅអាវពណ៌កាឈូកស្លាប់អ្នកទាំងអស់គ្នាជួយគិតខ្ញុំមើលថាតើម៉ូតូនឹងសមនឹងខ្ញុំអត់បាទហើយពេលដែលចូលវាស្រួលទេពេលចេញវិញមិនណាយហើយបាទឡាននេះក៏យ៉ាប់សម្បើមផ្លូវចូលកន្លែងបាទគេនឹងវាងបបាអ្នកទាំងអស់គ្នាបេះនឹងបាទកោតឡានគេណាសណាងពូតកងឡានដៃឯកណាអ្នកទាំងអស់គ្នាមិនមែនជើងឯកណាបើທາງជើងឯកវិញដឹងព្រុសបាទហើយឥឡូវហ្នឹងនាំអ្នកទាំងអស់គ្នាមកសាករសជាតិនំបញ្ចុកទឹកម្ហិចបាទជាលើកទី1ផាត់ខ្ញុំឲ្យដែលខ្ញុំបានមកសាករសជាតិបាទនំបញ្ចុកទឹកម្ហិចហ្នឹងណាអត់ដែរទេធ្លាប់តែគេល្បីថានំបញ្ចុកទឹកម្ហិចនៅកប៉តឆ្ងាញ់ហើយពេលមកឆ្ងាញ់មែនអ្នកទាំងអស់គ្នាព្រោះដោយសារតែខ្ញុំហូបអីរៀងឆ្អែតពេកដល់ពេលអញ្ចឹងខ្ញុំមួយចានខ្ញុំហូប2នាក់ហូបអត់អស់អញ្ចឹងយើងស្ដាយអញ្ចឹងយើងចម្លែកមួយចាន2នាក់ទៅហើយនេះគឺជាសម្រស់នំបញ្ចុកទឹកម្រេចនៅខាងកំពតបាទគឺថាបាទមាននំកងមានសាច់គោអាំងមានអីច្រើនទៀតទេបងប្អូនប៉ុន្តែយើងចង់សាករសជាតិបាទម្ហូបតំបន់គេណាថារសជាតិយ៉ាងណាតាមពិតទៅគឺឆ្ងាញ់ណាស់គ្នាតែអ្វីដែលខ្ញុំស្ទើរគឺខ្ញុំស្ទើរសាច់បើខ្ញុំចង់បានសាច់ច្រើនមួយចានខ្ញុំហ្នឹងគឺចែករំលែកជាមួយនឹងប្រូលីបាទឥឡូវយើងហូបសុកចឹងយើងជីកកាត់បាទសិង្ហបុរីបាទសិង្ហបុរីណាគេមិនសិង្ហបុរីបាទនេះគឺជាសេះសមុទ្រនៅខេត្តកំពតហើយបន្ទាប់មកបានមកដើរលេងនៅមាត់ទន្លេកំពតណាមានទន្លេមាត់សមុទ្រអីមាត់ឆ្នេរហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងយើងទាំងអស់គ្នាបាយបាយ